สุดได้ในถึงออกนี้สมสวากุมมาการ KH Audiobook ខ្ញុំបាទសូមលើកយកសិភៅហេឡែនវត្ថុមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Money Master the Game ដែលមានចំណងជើងតូចៗនៅខាងក្រោមថា7ជំហាននៅក្នុងការសាងសេរីភាពផ្នែកហេឡែនវត្ថុសិភៅនេះនិពន្ធដោយវាគ្មិននិយាយលើកទឹកចិត្តដ៏ល្បីល្បាញគឺលោក Tony Robbins ដែលជាអ្នកជំនាញនិយាយជាសាធារណៈជាវាគ្មិនលើកទឹកចិត្តនិងជាអ្នកស្វែងរកទេពកោសល្យរបស់មនុស្សដ៏ល្បីសញ្ជាតិអាមេរិកបើនិយាយពីកម្មវិធីសិក្ខាសាលារបស់ Tony Robbins ពេលធ្វើឡើងម្ដងមានមនុស្សចូលរួមរាប់ម៉ឺននាក់ហើយសម្បត្តិចូលរួមទស្សនាក៏មិនថោកដែរតាមរយៈកម្មវិធីសិក្ខាសាលាទាំងអស់នេះធ្វើឲ្យតម្លៃខ្លួនរបស់គាត់ឡើងខ្ពស់ខ្លាំងនិងបានក្លាយជាមហាសេដ្ឋីប្រាក់លានតាំងពីយូរយារណាស់មកហើយចំណេះដឹងហិរញ្ញវត្ថុនិងតាក់ទិចក្នុងការវិនិយោគរបស់គាត់រឹតតែមិនធម្មតាដែលធ្វើឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់កើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃមិនត្រឹមតែជាវាគ្មិននិយាយជាសាធារណៈគ្រូបង្វឹកអ្នកនិពន្ធនិងជាអ្នកវិនិយោគប៉ុណ្ណោះទេអ្វីដែលយើងគួរឲ្យកត់សម្គាល់ទៀតនោះគឺគាត់ជាមនុស្សដែលមានទំនាក់ទំនងជាមួយបុគ្គលល្បីៗជាច្រើនក្នុងលោកស្ទើរគ្រប់វិស័យហើយទំនាក់ទំនងទាំងនេះបានមកពីការដែលគាត់ផ្ដល់សេវាប្រឹក្សាទៅកាន់ពួកគេគាត់ធ្លាប់បានប្រឹក្សាយោបល់ឲ្យប្រធានាធិបតី Bill Clinton តារាភាពយន្ត Hollywood Hugh Jackman និងតារាចម្រៀង Pitbull ជាដើមដើម្បីសរសេរសៀវភៅនេះឡើងគាត់ក៏បានធ្វើការសម្ភាសទៅកាន់មហាសេដ្ឋីនិងអ្នកវិនិយោគល្បីៗជាច្រើនជាង50រូបក្នុងនោះក៏មាន Ray Dalio និង Warren Buffett ផងដែរ Tony Robbins យល់ថាសេរីភាពហិរញ្ញវត្ថុគឺជាការដែលមានប្រភពចំណូលនឹងធឹងនិងជាក់លាក់មួយដែលអនុញ្ញាតឲ្យអ្នកធ្វើរឿងដែលអ្នកចង់ធ្វើដោយមិនចាំបាច់ខ្វាយខ្វល់ពីការចំណាយប្រចាំថ្ងៃនោះឡើយនិយាយដល់ពាក្យទាំងនេះអ្នកណាក៏ប្រាថ្នាចង់បានដែរហើយសៀវភៅនេះនឹងបង្រៀនយើងពី7ជំហាននៅក្នុងការកសាងប្រភពចំណូលដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុពិតប្រាកដក្នុងជីវិតអ្នកទាំងអស់គ្នាផ្នែកទី1ជំហានទី1ងាយស្រួលទេមានតែពាក្យពីរម៉ាត់បណ្ដោះគឺសន្សំពាក្យនេះមិនថាមហាសេដ្ឋី Warren Buffett ឬក៏ Robert Kiyosaki ទេសុទ្ធតែបានលើកឡើងបែបនេះនៅក្នុងសៀវភៅនេះ Tony Robbins ណែនាំឲ្យយើងចាប់ផ្ដើមការសន្សំដោយដកចំណូល 10% ដែលយើងរកបានសម្រាប់ទុកវិនិយោគ 10% មិនអាចប៉ះពាល់ដល់ការហូបចុកឬតម្រូវការប្រចាំថ្ងៃរបស់អ្នកឡើយប៉ុន្តែវាជាការចាប់ផ្ដើមឈានទៅរកវិធីក្លាយជាអ្នកមានដ៏ល្អមួយបន្តមកទៀតអ្នកត្រូវសន្យាថាត្រូវបង្កើនចំនួនទឹកប្រាក់នេះម្ដងបន្តិចត្រង់ចំនួននេះអ្នកអាចប្រើប្រាស់វិធីបែបនេះឧទាហរណ៍ថាខែនេះអ្នករកបានច្រើនជាងរាល់ខែអ្នកអាចដកយកពាក្យកណ្ដាលឬចំណាយសមរម្យណាមួយនៃចំណូលដែលអ្នករកបានលើសនោះមកធ្វើការសន្សំឬក៏បង្កើនចំនួនភាគរយសន្សំពីប្រាក់ខែឬប្រាក់ចំណូលដែលអ្នករកបាននោះតែម្ដងឧទាហរណ៍ថាពី 10% ទៅ 12% ឬ 13% បន្ទាប់ពីយើងរៀនសន្សំបានខ្លះហើយយើងចូលមកដល់ជំហានទី2គឺមើលលុយឲ្យបានយូរនិងប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់អ្នកកន្លែងវិនិយោគមានច្រើនណាស់តែនៅជំហានទី2នេះអ្នកនិពន្ធណែនាំឲ្យយើងប្រយ័ត្នប្រយែងទៅលើការវិនិយោគរបស់យើងនៅក្នុងសៀវភៅនេះគាត់បានលើកឡើងនៅសម្ដីកុហក9យ៉ាងដែលគេតែនិយាយប្រាប់អ្នកទាំងអស់គ្នាអំពីការវិនិយោគពាក្យកុហកទី1នោះគឺវិនិយោគធំហានិភ័យធំអ្នកនិពន្ធមិនឯកភាពនឹងការលើកឡើងបែបនេះទេគាត់យល់ថាយើងត្រូវស្វែងរកឱកាសនៅលើទីផ្សារនិងរកលុយដោយវិធីឆ្លៀសវៃបំផុតហើយការវិនិយោគធំមិនប្រកាសថាមានហានិភ័យខ្ពស់នោះទេផ្ទុយមកវិញគាត់ឲ្យយើងទៅស្វែងរកព័ត៌មាននិងឱកាសដែលអាចទទួលបានផលច្រើនតែហានិភ័យទាបមហាសេដ្ឋីនិងអ្នកវិនិយោគជាច្រើនអ្នកដែលអ្នកនិពន្ធបានធ្វើការសម្ភាសន៍សុទ្ធតែបានលើកឡើងស្រដៀងគ្នាបែបនេះថាកុំព្យាយាមយកឈ្នះទីផ្សារតែធ្វើឲ្យខ្លួនឯងក្លាយជាទីផ្សារវិញម្ដងពាក្យនេះមានន័យថាម៉េចមានន័យថាកុំធ្វើការវិនិយោគទៅលើអ្វីដែលអ្នកឃើញនឹងភ្នែកឬតាមគេតាមឯងតែត្រូវចេះវិនិយោគដោយប្រើយុទ្ធសាស្ត្រមិនលោភលន់និងអាចគ្រប់គ្រងហានិភ័យបានក្រៅពីការសន្សំនិងការវិនិយោគដោយប្រុងប្រយ័ត្នយើងមកមើលជំហានទី3គឺការធ្វើផែនការនៅពេលដែលយើងចង់ទៅកន្លែងណាមួយពេលចេញពីផ្ទះអ្នកក៏ត្រូវការ Google Map ដើម្បីនាំផ្លូវនៅក្នុងវិស័យការងារនិងជំនួញអ្នកត្រូវមានផែនការការងារនិងផែនការអាជីវកម្មច្បាស់លាស់ហើយនៅក្នុងវិស័យហិរញ្ញវត្ថុក៏មិនខុសគ្នាដែរ
អ្នកត្រូវតែចេះរៀបចំផែនការនៅពេលដែលយើងរៀបចំផែនការហិរញ្ញវត្ថុយើងត្រូវគិតទៅដល់រឿងពីរទី1គឺគោលដៅហិរញ្ញវត្ថុនិយាយឲ្យស្រួលយល់តើអ្នកចង់បានលុយប៉ុន្មាននិងទី2គឺវិធីក្នុងការសម្រេចគោលដៅនោះនិយាយឲ្យស្រួលយល់តើធ្វើបែបណាទើបអាចរកលុយទាំងនោះបានចោះធ្វើបែបណាទើបអាចកំណត់គោលដៅហិរញ្ញវត្ថុយើងបានអ្នកនិពន្ធបានលើកឡើងនៅគោលដៅហិរញ្ញវត្ថុទាំង5កម្រិតដែលជាចំណុចសំខាន់ប្លែកខុសគេពីសិភៅដទៃព្រោះយើងភាគច្រើនឲ្យតែនិយាយដល់សេរីភាពហិរញ្ញវត្ថុតែងតែគិតថាតើតែមានលុយរាប់លានចាយមិនអស់ឬក៏គ្រាន់តែគិតដល់ពាក្យនេះភ្លាមយល់ថាវាជាពាក្យបុគ្គលជោគជ័យឬក៏ថាវានៅឆ្ងាយពីយើងពេកពិបាកនឹងសម្រេចបានក៏បោះបង់ចោលតែម្ដងទៅហើយអ្វីដែល Tony Robbins បានលើកឡើងនៅទីនេះជាកម្រិតទាំង5នៃសេរីភាពហិរញ្ញវត្ថុដែលអ្នកទាំងអស់គ្នាអាចមើលទៅលើស្ថានភាពខ្លួនឯងថាចង់ទទួលបានសេរីភាពកម្រិតណាសេរីភាពហិរញ្ញវត្ថុកម្រិតទី1គេហៅថាសុវត្ថិភាពហិរញ្ញវត្ថុអ្នកដែលនៅក្នុងសេរីភាពហិរញ្ញវត្ថុកម្រិតនេះទោះមិនធ្វើការក៏អាចទទួលបានចំណូលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់ការរស់នៅប្រចាំថ្ងៃដែរត្រឹមហូបចុកស្នាក់នៅធ្វើដំណើរបង់ថ្លៃទឹកថ្លៃភ្លើងជាដើមមិនជាបញ្ហាទេសម្រាប់គាត់តែបើសិនជាអ្នកចង់បំពេញនៅតម្រូវការបន្ថែមដូចជាចង់ទទួលបានសេវាកម្មល្អដើរលេងកម្សាន្តលំហែកាយញ៉ាំអាហារនៅភោជនីយដ្ឋានថ្លៃទិញសម្លៀកបំពាក់ប្រែនជាដើមនោះមានន័យថាអ្នកមានសេរីភាពហិរញ្ញវត្ថុកម្រិតទី3ហើយដែលគេហៅថាឯករាជ្យហិរញ្ញវត្ថុចុះកម្រិតទី2អាចនិយាយបានថាវានៅចន្លោះកម្រិតទី1និងទី3មានន័យថាត្រឹមការហូបចុកស្នាក់នៅធ្វើដំណើរស្លៀកពាក់ប្រចាំថ្ងៃមិនជាបញ្ហាទេតែក៏មិនអាចចូលហាងថ្លៃពេកឬទិញសម្លៀកបំពាក់ប្រែនថ្លៃជារថយន្តប្រណិតចាយលុយខុសកតុងបានដែរចុះកម្រិតទី4អ្នកដែលមានសេរីភាពហិរញ្ញវត្ថុកម្រិតទី4អាចសម្រេចក្តីស្រមៃធំមួយចំនួនរបស់ខ្លួនបានដោយគ្មានបញ្ហាឧទាហរណ៍ដូចជាទៅដើរលេងក្រៅប្រទេសទិញរថយន្តប្រណិតជិះសង់ផ្ទះធំស្គមស្កាយតាមក្តីស្រមៃខ្លួនឯងជាដើមហើយបើសិនជាអ្នកមានអ្វីគ្រប់យ៉ាងចង់ធ្វើអ្វីក៏បានមិនចង់ធ្វើអ្វីក៏បានតាមតែចិត្តអ្នកមិនថាទិញរបស់ថ្លៃប៉ុណ្ណាក៏អ្នកទើបតែមានចំណូលហូរចូលអត់ដាច់មិនបារម្ភរឿងលុយកាក់នោះអាចនិយាយបានថាអ្នកសម្រេចសេរីភាពហិរញ្ញវត្ថុដល់កម្រិតកំពូលហើយគឺកម្រិតទី5នេះឯងយើងលើឧទាហរណ៍មួយថាយើងធ្វើចំណាយទៅលើការបង់រំលោភផ្ទះ$1000ក្នុងមួយខែការរស់នៅហូបចុកធម្មតាត្រូវចំណាយ$500ហើយនឹងកញ្ចប់ថវិកាសម្រាប់ការកំសាន្តនិងរៀនសូត្រជាដើមត្រូវចំណាយ$300ទៀតសរុបទៅត្រូវចំណាយ$1800ក្នុងមួយខែដែលស្មើនឹង$216,000ក្នុងមួយឆ្នាំបើសិនជាយើងចង់សម្រេចបានសេរីភាពហិរញ្ញវត្ថុកម្រិតទី3ទោះតែខ្ញុំរកបានលើសពី$216,000ក្នុងមួយឆ្នាំតែសៀវភៅនេះនិយាយថាអ្នកមិនចាំបាច់រកបានដល់តែចំនួនប៉ុណ្ណឹងនោះទេព្រោះអ្នកអាចយកលុយរបស់អ្នកទៅវិនិយោគឧទាហរណ៍ថានៅឆ្នាំ2023នេះការប្រាក់ដែលបានមកពីការដាក់សន្សំថេរនៅធនាគារគឺ8%ក្នុងមួយឆ្នាំនោះដើម្បីទទួលបាន$216,000សម្រាប់ចំណាយក្នុងពេលមួយខែតើយើងត្រូវយកលុយប៉ុន្មានទៅដាក់នៅធនាគារយើងយក$216,000ចែកនឹង8%ទីស្មើនឹង$270,000មានន័យថាបើខ្ញុំមានលុយ$270,000យកទៅដាក់នៅធនាគារនោះមួយខែខ្ញុំទទួលបានការប្រាក់$1,800មិនចាំបាច់ធ្វើអ្វីទាំងអស់ក៏ខ្ញុំអាចរស់នៅយ៉ាងសុខសាន្តបានដែរប្រកបណាស់8%គ្រាន់តែជាតួលេខឧទាហរណ៍មួយប៉ុណ្ណោះធនាគារផ្សេងគ្នាប្រកាសជាទទួលបានអត្រាការប្រាក់មិនដូចគ្នាឡើយហើយបើសិនជាយើងស្ដាប់ដល់ជំហាន4ដល់ទី6ដែលនិយាយអំពីការបែងចែកទ្រព្យសម្បត្តិនោះអ្នកអាចនឹងទទួលផលច្រើនជាងនេះទៀតនេះគ្រាន់តែនិយាយដល់សេរីភាពហិរញ្ញវត្ថុកម្រិតទី3ប៉ុណ្ណោះត្រឹមហូបចុកស្នាក់នៅដើរហើរនិងកំសាន្តខ្លះៗមិនជាបញ្ហាទេតែមនុស្សតែងតែលោភលន់ចង់បានជីវិតល្អប្រសើរជាងនេះជានិច្ចដូច្នេះបើសិនជាអ្នកចង់សម្រេចគោលដៅធំមួយចំនួនរបស់ខ្លួនបានទើបអាចធ្វើឲ្យអ្នកស្ងប់ចិត្តមានសុភមង្គលបាននោះតើតើអ្នកត្រៀមខ្លួនឈានទៅកាន់សេរីភាពហិរញ្ញវត្ថុមួយកម្រិតទៀតហើយ Tony Robbins បានជួបជាមួយបុគ្គលល្បីៗក្នុងលោកមិនតិចទេនៅពេលដែលគេមកប្រឹក្សាយោបល់ពីរឿងហិរញ្ញវត្ថុជាមួយលោកអ្នកខ្លះចង់បានមិនចេះចប់
គឺចង់ទិញយន្តហោះឯកជនមួយដែលអាចហោះហើរទៅទីណាក៏បានគឺចង់ទិញកោះមួយសម្រាប់ស្នាក់នៅជាលក្ខណៈឯកជនគឺចង់បានក្រុមបាល់ទាត់ផ្ទាល់ខ្លួនមួយដែលអាចរកចំណូលឲ្យគេបានរាល់ឆ្នាំជាដើមគោលដៅហិរញ្ញវត្ថុរបស់គេគឺរាប់រយលានដុល្លារឯណោះTony Barney ដាស់តឿនបកគោទាំងនេះថាបើសិនជាអ្នកចង់បានយន្តហោះឯកជនមិនចាំបាច់ទាល់តែចំណាយលុយទិញវានោះទេអ្នកអាចជួលវាជិះបានបើសិនជាអ្នកចង់រកនៅលើកោះអ្នកអាចទិញវីឡានៅលើកោះនោះមិនចាំបាច់ទាល់តែជាម្ចាស់កម្មសិទ្ធិកោះនោះទេហើយបើអ្នកចង់ជាម្ចាស់ក្រុមបាល់ទាត់មួយក៏មិនចាំបាច់ចំណាយលុយរាប់រយលានទៅទិញកីឡាករទាំងនោះដែរអ្នកអាចចូលជាភាគហ៊ុនជាមួយគេបានពេលនោះអ្នកនឹងមានឈ្មោះជាម្ចាស់ដូចតែគ្រាហ្នឹងធ្វើបែបនេះក៏មិនបានកាត់បន្ថយគុណភាពជីវិតដែលអ្នកចង់បានដែរវាមិនខុសអ្វីដែលអ្នកធ្វើជាម្ចាស់កម្មសិទ្ធិនោះឡើយព្រោះរបស់ទាំងនោះអ្នកមិនអាចយកទៅបានដដែលមានត្រឹមសិទ្ធិក្នុងការប្រើប្រាស់គ្រប់គ្រាន់ហើយមិនចាំបាច់ទាល់តែជាម្ចាស់កម្មសិទ្ធិនោះទេធ្វើជាម្ចាស់កម្មសិទ្ធិមិនមែនជាគោលដៅរបស់អ្នកទេមានទ្រព្យសម្បត្តិទាំងនោះក៏មិនមែនជាគោលដៅរបស់អ្នកដែរសេរីភាពឱកាសនិងបទពិសោធន៍ជីវិតដែលអ្នកទទួលបានទើបជាអ្វីដែលអ្នកត្រូវស្វែងរកយល់ពីហេតុផលទាំងនេះហើយបុគ្គលទាំងនោះបានកែប្រែគោលដៅហិរញ្ញវត្ថុរបស់ខ្លួនចំនួនទឹកប្រាក់ដែលគេស្រមៃចង់បានថយចុះជាងមុនឆ្ងាយរហូតដល់អ្នកខ្លះសល់ត្រឹម 10% ប្រៀបធៀបទៅនឹងពេលដែលជួបនិយាយគ្នាដំបូងខ្លឹមសារខាងលើនេះយើងបានលើកឡើងពីគោលដៅហិរញ្ញវត្ថុដែលយើងចង់បាននិងកម្រិតទាំង5របស់វាប្រហែលជាមានមិត្តអ្នកស្ដាប់ខ្លះឃើញតួលេខនេះហើយគិតថាដូចជានៅឆ្ងាយពីយើងព្រេចហើយតើមានវិធីណាដែលលឿនជាងនេះទេក្រៅពីសន្សំនិងវិនិយោគយើងអាចធ្វើអ្វីបានខ្លះទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់សៀវភៅហិរញ្ញវត្ថុបែបនេះទៀតអ្នកទាំងអស់គ្នាអាចបញ្ចេញយោបល់នៅក្នុងប្រអប់បញ្ចេញយោបល់ខាងក្រោមយើងនឹងលើកយកសៀវភៅហិរញ្ញវត្ថុមួយក្បាលទៀតមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Get Good with Money ដែលក្នុងសៀវភៅនោះគេនឹងប្រាប់យើងពីវិធីក្នុងការរកចំណូលឲ្យបានច្រើននិងលឿនជាងនេះអ្នកនិពន្ធក្នុងសៀវភៅនេះនិយាយថាចំណូលរបស់យើងអាចចែកចេញជា3ប្រភេទគឺចំណូលដែលបានមកពីការងារចំណូលបានមកពីរបបបន្ទាប់បន្សំនិងចំណូលបានមកពីការវិនិយោគដូច្នេះមិនថាអ្នកមានសេរីភាពហិរញ្ញវត្ថុឬនៃការវិនិយោគគឺជារឿងមួយដែលអ្នកត្រូវរៀនធ្វើតាំងពីដើមមុនខ្លាយជាអ្នកមានវាជាវិធីក្នុងការពន្លឿនយើងឲ្យកាន់តែមានលុយច្រើនហើយក្រោយពេលដែលអ្នកខ្លាយជាអ្នកមានវាជាប្រភពចំនួនអាកម្មមួយរបស់អ្នកផ្នែកទី2ចុះយើងត្រូវបែងចែកការវិនិយោគរបស់យើងបែបណាទៅយើងមកនិយាយពីជំហានទី4ទី5និងទី6ដែលយើងនឹងលើកមកនិយាយជាមួយគ្នានៅក្នុងផ្នែកទី2នៅលើទីផ្សារមានសៀវភៅហិរញ្ញវត្ថុច្រើនណាស់ក៏បានលើកយកមកធ្វើការសង្ខេបច្រើនដែរដូចជាសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រអ្នកមានជាងគេនៅបាប៊ីឡុននិងសៀវភៅទាសកាលួយជាដើមសុទ្ធតែជាសៀវភៅដែលសរសេរឡើងត្រង់ងាយយល់ដែលមនុស្សទូទៅសុទ្ធតែអាចអានយល់និងអនុវត្តតាមបានចំណែកឯសៀវភៅមួយក្បាលនេះវិញកាន់តែងាយស្រួលអនុវត្តទៅទៀតព្រោះអ្នកនិពន្ធបានរៀបរាប់យ៉ាងក្បោះក្បាយងាយយល់តាមលំដាប់លំដោយគ្រាន់តែយកទៅធ្វើតាមក៏អាចទទួលបានលទ្ធផលនឹកស្មានមិនដល់ដែរខាងលើយើងបានលើកឡើងពីការសន្សំនិងការវិនិយោគហើយតទៅនេះយើងមកសង្កត់ធ្ងន់ទៅលើការវិនិយោគនេះបន្តិចនៅក្នុងការវិនិយោគមានរឿងពីរដែលយើងត្រូវគិតគឺការបែងចែកការវិនិយោគនិងការជ្រើសរើសពេលវេលានិយាយឲ្យស្រួលយល់គឺមានលុយត្រូវទិញអ្វីទិញប៉ុន្មានទិញពេលណាចង់ឲ្យខ្លួនឯងខ្លាយជាមនុស្សដែលអាចតាមដានបំរែបំរួលទីផ្សារបានគ្រប់ពេលវាមិនមែនជារឿងងាយនោះទេដូច្នេះការដែលចេះបែងចែកទ្រព្យឬដើមទុនវិនិយោគគឺជារឿងដែលយើងត្រូវយល់ឲ្យបានស៊ីជម្រៅព្រោះគ្មានអ្នកណាម្នាក់អាចប៉ាន់ស្មានបំរែបំរួលទីផ្សារបានត្រឹមត្រូវរហូតទេសូម្បីតែទេវតាហ៊ុន Warren Buffett ដែលគេទទួលស្គាល់ថាជាបិតាវិនិយោគក៏មិនអាចធ្វើបានដែរកុំថាឡើយអ្នកវិនិយោគក្រៅម៉ាំងដូចជាយើងនោះតែអ្វីដែលគាត់ធ្វើបានហើយមនុស្សធាគច្រើនធ្វើមិនបាននោះគឺគាត់មិនលោភលន់ទេហើយគាត់អាចបែងចែកការវិនិយោគបានល្អបំផុតជាង80ឆ្នាំមកនេះផលចំណេញដែលបានមកពីការវិនិយោគទៅលើក្រុមហ៊ុនរបស់គាត់ទទួលបានជាង 20% ជាមធ្យមជារៀងរាល់ឆ្នាំខណៈដែលក្រុមហ៊ុន S&P 500 មានត្រឹម 10% ប៉ុណ្ណោះក៏ប៉ុន្តែការបែងចែកទ្រព្យឬទុនវិនិយោគក៏ជាជំនាញមួយដែលពិបាករៀនដែរសូម្បីតែសាស្ត្រាចារ្យហិរញ្ញវត្ថុដែលបង្រៀននៅសាកលវិទ្យាល័យក៏និយាយមិនច្បាស់ដែរតែសៀវភៅនេះបានលើកយកនៅឧទាហរណ៍មួយមកធ្វើការបញ្យល់ជូនអ្នកទាំងអស់គ្នាដែលគាត់ហៅថាទឹក3ធុងធុងទី1ហៅថាធុងសុវត្ថិភាពធុងនេះគឺជាធុងដែលគួររក្សាទឹកឲ្យមានលំនឹងដែលធ្វើការវិនិយោគទៅលើគម្រោងណាដែលផ្ដល់ផលនឹងណនិងមានស្ថិរភាពហើយនៅក្នុងធុងនោះជាទូទៅគឺជាប្រាក់សុទ្ធប្រាក់សន្សំធនាគារមូលបិទបំណុលជាដើមវាផ្ដល់ផលលើការប្រាក់ក្នុងចំនួនពាក់លាក់មួយតែមានស្ថិរភាពខ្ពស់យុទ្ធសាស្ត្រដែលប្រើនៅក្នុងចម្រិតនេះគឺជាយុទ្ធសាស្ត្រការពារតែមិនមែនជាយុទ្ធសាស្ត្រវាយប្រហារទេ
ធុងទី2គាត់ហៅថាធុងហានិភ័យដែលជាទូទៅនៅក្នុងធុងនេះគឺជាភាគហ៊ុនអចលនទ្រព្យមាសឬ forex ជាដើមដែលជាប្រភេទការវិនិយោគដែលទទួលបានផលច្រើនតែហានិភ័យខ្ពស់យុទ្ធសាស្ត្រដែលប្រើនៅទីនេះគឺវាប្រហារជាជាងការពារ ចុះការបែងចែកទឹកនៅក្នុងធុងទាំងពីរនេះគួរបែងចែកក្នុងកម្រិតបែបណាទើបស័ក្តិសមវាមិនមានស្តង់ដារច្បាស់លាស់ទេបើសិនជាអ្នកជាមនុស្សមិនសូវហ៊ានប្រឈមនឹងហានិភ័យខ្ពស់នោះទេអាចបែងចែកទៅកាន់ធុងសុវត្ថិភាព 70% ធុងហានិភ័យ 30% ឬក៏អាចបែងចែក 50-50 ក៏បានដែរចុះធុងទី3វិញធុងទី3ជាងអ្វីទៅបែងចែកបែបណាបើធុងទាំងទីបូកបញ្ចូលគ្នាគឺ 100% ហើយហ្នឹងមិនខុសទេធុងទី3នេះគឺមានលក្ខណៈអារ៉ូ3បន្តិចព្រោះពេលខ្លះវាគ្រាន់តែជាស្រមោលដែលគេហៅថាធុងស្រមោលឬធុងនៃក្តីសុបិននេះហើយជាចំណុចពិសេសខុសគេមួយទៀតរវាងសៀវភៅនេះនិងសៀវភៅដទៃ Tony Robbins លើកឡើងថាយើងគួរតែយកប្រាស់មួយផ្នែកតូចមកធ្វើការបំពេញក្តីស្រមៃរបស់ខ្លួនត្រូវតែធ្វើវាឥឡូវនេះកុំចាំតតែយើងជោគជ័យខ្លាយជាសទ្ធីហើយចាំធ្វើវាអ្នកអាចដកយកប្រាក់មួយផ្នែកតូចយកមកដាក់ក្នុងធុងនេះឧទាហរណ៍ថា 3% ឬ 5% ដើម្បីទុកធ្វើរឿងដែលអ្នកចង់ធ្វើឬទិញរបស់ដែលអ្នកចង់បានជាពិសេសគឺលុយដែលបានមកដោយចៃដន្យឬចំណែកលើកពីចំណូលដែលអ្នកទទួលបានរាល់ដងឧទាហរណ៍ដូចជាលុយដែលសាច់ញាតិរបស់អ្នកឲ្យប្រាក់លើកទឹកចិត្តដែលថៅកែរបស់អ្នកឲ្យអាំងប៉ាវចូលឆ្នាំថ្មីជាដើមឬក៏មានប្រាក់ភាគហ៊ុនដែលអ្នកបានទិញវាឡើងខ្ពស់យ៉ាងគំហុកដែលធ្វើឲ្យអ្នកចំណេញច្រើនខុសពីធម្មតាអ្នកអាចយកផ្នែកនៃចំណៃលឿននោះមកដាក់សន្សំក្នុងធុងនេះលុយដែលមាននៅក្នុងធុងនេះអាចសន្សំបង្កវារហូតដល់ពេលដែលអ្នករកឃើញអ្វីដែលអ្នកស្រឡាញ់ចង់បានដែលអាចផ្ដល់នូវភាពរំភើបសប្បាយរីករាយដល់អ្នកនិងធ្វើឲ្យអ្នកកាន់តែមានកម្លាំងចិត្តធ្វើការបន្តទៀតដូចជាផ្ដួលទូរស័ព្ទ iPhone ថ្មីស៊េរីថ្មីទិញរថយន្តក្នុងក្តីស្រមៃរបស់ខ្លួនជាដើមសរុបសេចក្តីមកធុងទាំងពីរខាងលើនេះដើរតួជាអ្នកការពារនិងអ្នកវាយប្រហារចំណែកធុងទី3គឺជារង្វាន់លើកទឹកចិត្តឲ្យអ្នកមានកម្លាំងឆ្ពោះទៅមុខទៀតខាងលើនេះគឺជំហានទី4និងទី5ពេលនេះយើងចូលមកដល់ជំហានទី6គឺរៀនពីអ្នកជំនាញការវិនិយោគជាជំនាញមួយដែលអាចរៀនបានហើយអ្វីដែលអ្នកជំនាញទាំងនោះធ្វើសុទ្ធតែជាបច្ច័យដល់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាយាងមកดูពីតិចនិកវិនិយោគនិងការបែងចែកការវិនិយោគរបស់មហាសេដ្ឋី Ray Dalio ដែលជាស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងមូលធនដ៏ធំ Bridgewater Associates និងជាអ្នកនិពន្ធសៀវភៅ Principle ដែលសៀវភៅនេះក៏យើងបានធ្វើការសង្ខេបរួចហើយដែរនៅលើវិរិយការបែងចែកការវិនិយោគរបស់គាត់គឺបែបនេះ 30% វិនិយោគទៅលើភាគហ៊ុន 15% វិនិយោគទៅលើមូលបត្របំណុលរយៈពេលខ្លីនិង 40% វិនិយោគទៅលើមូលបត្របំណុលរយៈពេលវែងនិងសល់ 15% ទៀតវិនិយោគទៅលើមាសឬទំនិញមានតម្លៃផ្សេងៗជាដើមត្រង់ចំណុចនេះខ្ញុំសូមបញ្យល់ពីពាក្យគន្លឹះមួយគឺមូលបត្របំណុលមូលបត្របំណុលឬ bonds ខុសពីភាគហ៊ុនឬ stock ត្រង់ថាមួយបង្ហាញពីភាពជាម្ចាស់បំណុលឯមួយទៀតបង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិឧទាហរណ៍ថារដ្ឋាភិបាលមួយគ្មានប្រាក់អភិវឌ្ឍប្រទេសឬក៏ធនាគារមួយខ្វះប្រាក់ឲ្យអតិថិជនខ្ចីដូច្នេះធនាគាររដ្ឋាភិបាលឬសហគ្រាសនោះអាចខ្ចីប្រាក់ពីអ្នកវិនិយោគដែលជាប្រជាពលរដ្ឋទូទៅតាមរយៈការបោះផ្សាយមូលបត្របំណុលឲ្យគេទិញដោយសន្យាថានឹងផ្ដល់ការប្រាក់ទៅឲ្យអ្នកទិញក្នុងអត្រាណាមួយក្នុងរយៈពេលកំណត់មួយបាននិយាយថាប្រាក់ចំណេញដែលមានមកពីការទិញភាគហ៊ុនគឺជាការបែងចែកភាគលែ2នោះប្រាក់ចំណេញដែលមានមកពីការទិញមូលបត្របំណុលគឺជាការប្រាក់ការវិនិយោគលើមូលបត្របំណុលមានហានិភ័យទាបជាងតែប្រាក់ចំណេញក៏ទាបដែរនៅកម្ពុជាប្រាក់ចំណេញដែលបានមកពីការទិញមូលបត្របំណុលគឺក្នុងចន្លោះ 4% ទៅ 8% ក្នុងមួយឆ្នាំបន្ទាប់ពីបែងចែកការវិនិយោគរួចរាល់ហើយវាប្រកាសជាមានការប្រែប្រួលទៅតាមទីផ្សារហើយពេលខ្លះភាគហ៊ុនដែលអ្នកបានវិនិយោគវាមិនឡើងទេតែតម្លៃមាសវាឡើងបើសិនជាភាគហ៊ុនដែលអ្នកវិនិយោគនោះវាឡើងពី 30% ទៅដល់ 40% នៃទ្រព្យវិនិយោគទាំងអស់ដែលអ្នកមានអ្នកត្រូវតែលក់ចោលខ្លះដើម្បីបានលំហូរសាច់ប្រាក់មកវិញហើយឲ្យវារក្សាក្នុងកម្រិតដូចដើមគឺ 40 30 15 15 ការបែងចែកជាថ្មីឡើងវិញបែបនេះ
គួរធ្វើឡើងក្នុងរយៈពេល1ឆ្នាំម្ដងយុទ្ធសាស្ត្រនេះក៏ស្របគ្នាទៅនឹងតិចនិកក្នុងការវិនិយោគរបស់មហាសេដ្ឋី Warren Buffett ដែលគាត់ណែនាំឲ្យយើងយកទុនទៅវិនិយោគនៅក្នុងវិស័យផ្សេងៗគ្នាដើម្បីកាត់បន្ថយហានិភ័យដែលគាត់មានពាក្យមួយម៉ាត់ដ៏ល្បីល្បាញថាកុំយកពងមាន់ទាំងអស់ទៅដាក់ក្នុងកន្ត្រកតែមួយផ្នែកទី3និយាយចប់ពីជំហានទាំង6ក្នុងការកសាងសេរីភាពហិរញ្ញវត្ថុរួចហើយយើងចូលមកដល់ជំហានចុងក្រោយដែលជាជំហានសំខាន់ជាងគេដែលគោលបំណងរបស់គេគឺដើម្បីរំលឹកញាក់ពីអត្ថន័យនៃសេរីភាពហិរញ្ញវត្ថុនេះឯងអ្នកត្រូវយល់ថាគោលបំណងរបស់យើងគ្រប់គ្នាមិនមែនជាលុយទេតែជាសមត្ថភាពក្នុងការប្រើប្រាស់លុយដើម្បីសម្រេចបាននូវក្តីសុខរឿងនេះមានគេនិយាយច្រើនហើយកុំដើម្បីតែលុយធ្វើឲ្យបិទបង់អត្ថន័យនិងសេរីភាពក្នុងការរស់នៅឲ្យសោះលុយមិនអាចទិញសុភមង្គលបានមែនតែលុយអាចធ្វើឲ្យយើងធ្វើបានរឿងជាច្រើនឲ្យយើងសប្បាយចិត្តដូចជាទី1ធ្វើឲ្យជីវិតយើងមានន័យមានលុយអ្នកអាចធ្វើដំណើរជុំវិញពិភពលោកជាមួយមនុស្សដែលខ្លួនស្រឡាញ់ឲ្យអ្នករៀនចំណេះជំនាញនិងទទួលយកបទពិសោធន៍ថ្មីទី2លុយអាចទិញពេលវេលាអ្នកដទៃអ្នកអាចឲ្យគេធ្វើរឿងណាមួយដែលអ្នកមិនចង់ធ្វើដូចជាបោតសម្អាតផ្ទះលាងចានបោកខោអាវបើកឡានជាដើមដើម្បីឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ទៅធ្វើរឿងដែលអ្នកចង់ធ្វើទី3លុយអាចធ្វើឲ្យអ្នកជួយអ្នកដទៃបាននេះក៏ជាអ្វីដែលអ្នកនិពន្ធលើកឡើងប្លែកពីគេដែរគោលបំណងចុងក្រោយមួយដែលមហាសេដ្ឋីភាគច្រើនចង់បានគឺជួយអ្នកដទៃមិនថាបង្កើតមូលនិធិផ្ទាល់ខ្លួនឬចូលរួមជួយកិច្ចការសង្គមតាមរយៈអង្គការមនុស្សធម៌ផ្សេងៗនោះទេការជួយអ្នកដែលខ្វះខាតអាចធ្វើឲ្យអ្នកទទួលបានក្តីសុខនិងសុភមង្គលពិតប្រាកដដោយអ្នកនិពន្ធបានបញ្ជាក់ដូចខាងលើតាមការពិសោធន៍បានឲ្យដឹងថាការផ្ដល់ឲ្យទៅកាន់អ្នកដទៃធ្វើឲ្យមនុស្សមានក្តីសុខជាងការទទួលបាននិងកម្រិតនៃក្តីសុខនេះកាន់តែជ្រាលជ្រៅនិងយូរអង្វែងបើសិនជាអ្នកផ្ដល់ឲ្យទៅកាន់មនុស្សដែលមិនស្គាល់សោះដូចជាស្ដេច Dale Carnegie មហាសេដ្ឋីអាមេរិក Rockefeller Warren Buffett និង Bill Gates ជាដើមសុទ្ធតែបានបង្កើតនឹងមូលនិធិផ្ទាល់ខ្លួនដើម្បីបរិច្ចាគទៅកាន់សង្គមវិញនៅពេលដែលពួកគេទទួលបានទ្រព្យសម្បត្តិមហាសាលអ្នកប្រកាសជានិយាយថាទៅនិយាយអ្វីមហាសេដ្ឋីទាំងអស់នោះលុយច្រើនរាប់មិនអស់ទៅហើយចុះយើងជាមនុស្សធម្មតាធនធានមានកម្រិតមានប្រាក់ឯណាទៅបរិច្ចាគដូចពួកគេនោះអ្នកនិពន្ធក៏ដឹងថាអ្នកនឹងគិតដូចនេះដែរទើបគាត់បានលើកយករឿងមួយដែលគាត់ធ្លាប់បានជួបប្រទះកាលពីនៅតូចមកនៅពេលតូនីអាយុ11ឆ្នាំគ្រួសាររបស់គាត់ក្រខ្លាំងណាស់សូម្បីតែបាយ3ពេលក៏ជាបញ្ហាដែរពេលបុណ្យ Thanksgiving មកគាត់គ្មានអ្វីហូបទេដល់ចេញមកក្រៅផ្ទះក៏ប្រទះឃើញកញ្ចប់បាយមួយដែលជនមិនស្គាល់មុខបានទុកនៅមុខទ្វារគាត់សប្បាយចិត្តខ្លាំងណាស់គាត់និយាយថានេះប្រហែលជាក្តីសុខមួយដែលមិនអាចកាត់ថ្លៃបាននិងជាអនុស្សាវរីយ៍ដ៏ល្អបំផុតមួយដែលគាត់ចងចាំអស់មួយជីវិតក្រោយមកពេលគាត់មានលទ្ធផលគួយសមគាត់ក៏បានធ្វើដូចគ្នានេះដែរគាត់បានបង្កើតកម្មវិធីសុប្រសិទ្ធធម៌មួយដែលអាចធ្វើបាយកញ្ចប់500លានកញ្ចប់ក្នុងមួយឆ្នាំដើម្បីចែកជូនទៅកាន់អ្នកអាត់ឃ្លានត្រូវការជំនួយយើងទាំងអស់គ្នាក៏អាចចាប់ផ្ដើមធ្វើអំពើល្អនិងចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សដែលអ្នកមិនស្គាល់បានដែរជំនួយទាំងអស់នោះអ្នកអាចធ្វើបានគ្រប់រូបភាពមិនថាជាពេលវេលាការជួយឧបត្ថម្ភឬជាការលើកទឹកចិត្តចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមនោះទេសុទ្ធតែជាការផ្ដល់ឲ្យទាំងអស់ខាងលើនេះជាខ្លឹមសារសំខាន់ដែលសង្ខេបចេញពីសៀវភៅសេរីភាពហិរញ្ញវត្ថុ7ជំហានដែលជំហានទី1អ្នកនិពន្ធណែនាំឲ្យយើងចេះសន្សំលុយទុកជំហានទី2ក្រោយពីមានលុយហើយមិនឲ្យអ្នកវិនិយោគភ្លាមទេតែឲ្យអ្នកទុកមើលឲ្យយូរហើយប្រយ័ត្នកុំចាញ់បោកគេជំហានទី3ធ្វើផែនការវិនិយោគជំហានទី4ទី5និងទី6គឺចាប់ផ្ដើមបែងចែកការវិនិយោគធ្វើឲ្យលំហូរចំណូលមានលំនឹងនិងរៀនពីអ្នកជំនាញដែលយើងត្រូវធ្វើក្នុងពេលជាមួយគ្នានិងជំហានទី7គឺជាអត្តកម្បាំងដ៏សំខាន់ក្នុងការរក្សាបាននូវសេរីភាពហិរញ្ញវត្ថុនិងផ្លូវចិត្តដ៏អស្ចារ្យនោះគឺរៀនរីករាយទៅនឹងដំណើរឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុនិងចែករំលែកវាទៅកាន់សង្គមវិញក្រោយមកទៀតគឺជាការផ្ដាំប៉ុន្មានម៉ាត់ដែលអ្នកត្រូវចងចាំក្នុងខ្លួនទី1ការវិនិយោគកុំធ្វើតាមគេគូរកវិធីវិនិយោគណាមួយដែលស័ក្តិសមនឹងខ្លួនត្រូវរកលំនឹងផ្លូវចិត្តខ្លួនឯងកុំលោភលន់បើអ្នកខ្លាចទៅជាអ្នកមានហើយបែរជាធ្វើឲ្យផ្លូវចិត្តរបស់អ្នកមិនស្កប់ស្កល់ក៏ជីវិតអ្នកមិនមានន័យដែរទី2គន្លឹះក្នុងការសម្រេចបានសេរីភាពហិរញ្ញវត្ថុពិតប្រាកដគឺការធ្វើខ្លួនជាមនុស្សមានតម្លៃដែលគេត្រូវការនិងផ្ដល់នូវប្រយោជន៍ឲ្យគេជានិច្ចអ្នកកាន់តែមានតម្លៃកាន់តែមានប្រយោជន៍អ្នកក៏អាចរកចំណូលបានកាន់តែច្រើនទី3
ក្នុងជីវិតមិនមែនមានតែគោលដៅមួយមុខទេរាល់វិនាទីដែលអ្នកបានឆ្លងកាត់សុទ្ធតែមិនអាចត្រឡប់ក្រោយបានទាំងអស់ដូច្នេះចូលចំណាយពេលវេលារបស់អ្នកឲ្យមានន័យនិងចេះរីករាយនៃដំណើរជីវិតមួយនេះទី4អត្ថន័យនៃជីវិតពិតប្រាកដមិនមែនអ្នកមានអ្វីខ្លះទេតែជាអ្វីដែលអ្នកបានផ្ដល់ឲ្យព្រោះសុភមង្គលពិតប្រាកដមិនមែនបានមកពីអ្វីដែលអ្នកមាននោះទេតែបានមកពីអ្វីដែលអ្នកឲ្យទៅកាន់អ្នកដទៃអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សិភ័យមួយក្បាលទៀតហើយ